បាទគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផងដែរខ្ញុំបាទនរិទ្ធមានជាតួអង្គផ្លែផ្លែចិត្តដែរបាទតួអង្គផ្លែនេះជាប្រភេទវីដេអូមួយដែលខ្ញុំបង្ហាញជូនបងប្អូនអំពីរបស់បុរាណដូនតាយើងបាទជាប្រភេទមួយដុំមួយអង្គនេះជាប្រភេទបាយខ្លាយជាថ្មបងណាបាទប្រភេទបាយខ្លាយជាថ្មនេះកំតិចបាយប្រភេទបាយខ្លាយជាថ្មហើយបែកបងណាបាទបែកបំណែកលោកសពប៉ុណ្្នឹងឯងបាទខាងដេញធំនេះគឺធំជាងមេដាយខ្ញុំតិចបាទធំជាងមេដាយខ្ញុំតិចហើយបើខាងចុងនេះប៉ិនម្រាមដៃហើយលោកកកខ្លាយជាថ្មអញ្ចឹងបងណាបាទជាប្រភេទបាយកកខ្លាយជាថ្មបាទថ្ងៃនេះមានសំឡេងសុំទោសផងបងណាបាទមានសំឡេងរំខានតិចបាទសំឡេងរំខានដោយសារមីក្រូលោកតាអាចារ្យគាត់ប្រកាសធ្វើទៅខាន់តែអញ្ចឹងស្របពេលជាមួយនឹងខ្ញុំធ្វើវីដេអូដែរបាទនេះជាប្រភេទអង្គខ្លាយជាបាយសុំទោសបងប្អូនបាទជាប្រភេទបាយដែលคล้ายជាថ្មបាទឬក៏ហៅថាបំណូតអ៊ីសីបាទឬក៏ហៅថាបំណូតអ៊ីសីនេះក្របបាយបងប្អូនហើយខ្ញុំគិតថាយកទៅស្រោបមកបងប្អូនបាទយកស្រោបពាក់បណ្ដោយប៉ាន់ខ្នាតបតោងយើងចាំបាច់ធ្វើអីយកទៅស្រោបបណ្ដោយស្រោបពាក់នៅធម្មជាតិចឹងឯងគឺពិសេសពិសាលបាទមិនបាច់កែច្នៃមិនបាច់សម្អាតអីទេប៉ុណ្្នឹងឯងបាទបាយខ្លាយជាថ្មឬក៏ហៅថាបំណូតអ៊ីសីបាទហើយម្អងនេះទៀតគឺរត់តែពិសេសនោះគឺជារបស់ដូនតាយើងធ្លាប់ប្រើបាទរបស់ដូនតាយើងធ្លាប់ប្រើតែលោករៀងស្ដើងអញ្ចឹងបាទហើយរបស់នេះជារបស់ដូនតាដែលយើងធ្លាប់ប្រើពីមុនមកបងណាបាទធ្លាប់ប្រើពីមុនមកហើយខ្ញុំធ្លាប់បានមួយអង្គដែរបាទមួយអង្គទៀតធំបាទមួយអង្គប្រហែលជាប៉ុន2ធ្នាប់3ធ្នាប់បាទហើយរបស់នោះដូចជាគេឆ្លាក់ហើយស្រាប់បាទពីទីទួលបុរាណនោះប្រហែលជារបស់នោះដូនតាយើងធ្លាប់ប្រើបាទអញ្ចឹងហើយមានស្នាមអីដូចស្នាមឆ្លាក់ស្រាប់អញ្ចឹងបាទដូចស្នាមឆ្លាក់ស្រាប់អញ្ចឹងហើយខាងនេះគឺរលោងស្អាតបាទនេះខាងនេះដូចថាខាងខ្នងខាងក្រោយដូចខាងនេះដូចថាខាងក្រោយតែស្នាមលោកស្អាតបាទប្រហែលជាប៉ុណ្ណ2ធ្នាប់បាទស្ទើរជាង2ធ្នាប់បន្តិចបាទស្ទើរជាង2ធ្នាប់បន្តិចទេតែខាងនេះគឺមានស្នាមដូចឆ្លាក់បាទមានស្នាមដូចគេឆ្លាក់ហើយនេះជាស្នាមឆ្លាក់នេះដោយសារយូរឆ្នាំរាប់រយឆ្នាំទៅគូរលុបទៅបាទរឿងរលុបតែយើងមើលមិនសូវដឹងទេតែស្នាមនេះស្នាមឆ្លាក់ពីបរមបុរាណយើងមកបងប្អូនបាទស្នាមនេះស្នាមឆ្លាក់ហើយស្នាមនេះស្នាមប្រេះផ្ទាត់ស្នាមប្រេះចំកដាលនេះក៏អត់បាក់ដែរបាទមិនងាយបាក់ទៅណាខាងនេះផ្សារដោយអីគេហៅថាមានជាតិរ៉ែមានជាតិត្បូងស្អីស្រូបជាប់ស្អិតជាប់វិញរឹងប៉ែសឲ្យមានបាក់ទៅណាទេបាទគឺស្អាតមែនទែនអង្គនេះបាទសម្រាប់ទុករូបថែសាបាទហើយជារបស់បុរាណចំតួបាទដែលដូនតាយើងធ្លាប់ប្រើហើយខ្ញុំគាត់ថាចាំមើលរួចទៅខ្ញុំសុំសម្អាតជ្រុងនេះបន្តិចបាទសម្អាតខាងលើនេះបន្តិចសម្អាតជ្រុងស្អាតទៅយកស្រោបបាទយកស្រោបប្រើទុកប្រើខ្លួនឯងក៏បានដែរបាទហ្នឹងហើយអរគុណច្រើនពុកម៉ែបងប្អូនបាទវីដេអូខ្ញុំបាទនរិទ្ធមានប៉ុណ្ណឹងទេបាទសូមអរគុណច្រើនក៏សូមគោរពលាបាទ